អ្វីដែលយើងគួរលេងឧទាហរណ៍ថាយើងឃើញក្រាបយើងនៅពាក់កណ្ដាលនេះត្រឹមនេះចឹងទៅយើងឃើញថាវាបង្កើត high 2ដងបែបនេះអញ្ចឹងយើងព្យាយាម follow trend វាចូល follow trend វាឥឡូវខ្ញុំគូសក្នុងមេរៀននេះគឺខ្ញុំធ្វើភាគបន្តមេរៀនទី5ដែលខ្ញុំមកលម្អិតពាក់ព័ន្ធជាមួយនឹង trend line ដោយសារតែមុននឹងចូល trend ទី1គឺយើងត្រូវច្បាស់បំផុតជាមួយនឹង trend line ហ្នឹងយើងអាចពី time frame ធំមកអាចជា day ឬក៏4ម៉ោងមកយើង analyze ពី time frame ធំមកឲ្យដឹងថាលំហូរទីផ្សារវាកំពុងតែ down trend ឬក៏ up trend អញ្ចឹងបើសិនជាវា up trend គឺយើងចាប់ផ្ដើម follow ជាមួយនឹង time frame ធំមកនៅក្នុង time frame តូចយើងកុំប្រច្រាស់ trend ដោយសារតែ trend នៅក្នុង time frame ធំហ្នឹងគឺវាមានទម្ងន់ជាងនៅក្នុង time frame តូចអញ្ចឹងមុននឹងចូលទៅដល់ការចាប់ trend line សម្រាប់បងប្អូនដែលចង់រៀនឬក៏ទទួលបានព័ត៌មានគេចែកគ្នាផ្សេងៗបងប្អូនអាចចូលនៅក្រុម Telegram របស់ខ្ញុំនេះបានដែលខ្ញុំមាន 3-4 ក្រុមដែលបងប្អូនអាចចូលរួមបានទាំងក្រុមchannel Telegram ក្រុម Trade Crypto ជាមួយនឹងក្រុម Trade មាសការបង្កើត account ផ្សេងៗបងប្អូនអាចចូលទៅក្នុងហ្នឹងសួរបងប្អូនយើងបន្ថែមទៀតបានអញ្ចឹងបងប្អូនគ្រាន់តែចូលមក page របស់ខ្ញុំដែលមានឈ្មោះថា TCA Crypto Analyze នេះមកបងប្អូននឹងឃើញនៅក្នុងទម្រង់ទូរស័ព្ទឃើញខ្ញុំ pin នៅលើគេហ្នឹងគឺមានក្រុមទាំង3របស់ខ្ញុំដែលមាន4តែខ្ញុំដាក់ថា3 link ទេបងប្អូនអាចចូលរួមទៅក្នុងក្រុមនីមួយៗបានហើយបងប្អូនមានចម្ងល់អីអាចឆាតមក page ខ្ញុំផ្ទាល់ក៏បានដែរចង់បង្កើត account ក៏មានចម្ងល់អីផ្សេងៗឆាតមក page ខ្ញុំផ្ទាល់ឬក៏ចូលទៅក្នុងក្រុមឆាតសួរនៅក្នុងក្រុមក៏មានបងយើងគាត់ជួយប្រាប់បន្ថែមទៀតដែរអូខេឥឡូវយើងចូលមកដល់តែម្ដងក្រាបនេះគឺជាមួយនឹង US oil ប្រេងឆៅអញ្ចឹងយើងមកមើលទី1គឺវាមាន3ប្រភេទដែលយើងត្រូវមើលជាមួយនឹង trend ជាប្រភេទនេះអញ្ចឹងtrend ជាទូទៅតើវាមាន high 2 low 2បែបនេះទៅយើងហៅវាជា trend អញ្ចឹងវាចេញបែបនេះគឺយើងហៅវាទម្រង់ថា up trend អញ្ចឹងទី1គឺ up trend ហើយប្រភេទមួយទៀតគឺ down trend ដែលខ្ញុំគូសនេះគឺយើងចាប់ពីលើទៅបែបនេះអញ្ចឹងយើងងាយស្រួលមើលទេយើងឃើញតែប្រភេទបែបនេះនៅក្នុងក្រាបជាក់ស្ដែងគឺវាជា up trend ហើយតែប្រភេទចុះបែបនេះគឺជា down trend ហើយមកប្រភេទទៀតគឺ sideways អញ្ចឹងអ្វីដែលយើងគួរតែលេងឬក៏ចូលទៅក្នុងទីផ្សារគឺយើងអាចចូលតែ2បានហើយ sideways នេះគឺពិបាកលេងយើងលេងភាគច្រើនចាញ់ sideways បានន័យថាម៉េចគឺវាអត់មានបង្កើត high low 2បែបនេះទេហើយតែអា high នេះមកត្រឹមនេះមកអា low វាអត់ដាច់អានេះទេវានៅតិចតួចប៉ុណ្ណឹងហើយវាឡើងទៅវិញបែបនេះអាហ្នឹងគឺជាប្រភេទ sideways ហើយតែបើសិនជាវាចេញ high ចេញ low បែបនេះអាហ្នឹងគឺប្រភេទ trend មិនថា down trend ឬក៏ up trend ទេអញ្ចឹងប្រភេទប៉ុណ្នេះគឺបងប្អូនងាយស្រួលយល់ហើយនេះអញ្ចឹងបើសិនជាយើងលេងគឺយើងលេងនៅក្នុងទម្រង់ផ្សារបែបនេះឬក៏ទីផ្សារបែបនេះទីផ្សារបែបនេះគឺយើងមិនគួរលេងទេយើងអាចរងចាំវាសិនទៅឲ្យវា break ចេញពីហ្នឹងមកចេញពី0ហ្នឹងមកចាំយើងចូលលេងឥឡូវយើងចូលទៅមើលទីផ្សារជាក់ស្ដែងយើងឃើញទេអានេះវាកំពុងតែ up trend នេះវាចេញបែបនេះគឺ up trend ហើយបន្ទាប់ពីវាមានទាំង up trend ទាំង sideways ទាំង down trend នៅក្នុងហ្នឹងតែម្ដងប្រភេទចេះអាហ្នឹងគឺប្រភេទ up trend ហើយតែបើចូលមកដល់កន្លែងនេះគឺវាចូល sideways តែពេលវាផុតពី sideways ហ្នឹងទៅគឺវាចេញប្រភេទ up trend ចេះវិញយើងឃើញតម្រង់ផ្សារបែបហ្នឹងវាដូចគ្នាបងប្អូនឃើញអានេះគឺ down trend អានេះគឺវា up trend ទៅវិញអញ្ចឹងទីផ្សារមួយគឺវាប្រហែលគ្នាទេបងប្អូនទៅមើលនៅក្នុងក្រាប Bitcoin ក្រាបផ្សេងមាសប្រាក់អីដូចគ្នាទេអញ្ចឹងអ្វីដែលយើងគួរលេងឧទាហរណ៍ថាយើងឃើញក្រាបយើងនៅពាក់កណ្ដាលនេះត្រឹមនេះអញ្ចឹងទៅយើងឃើញថាវាបង្កើត high 2ដងបែបនេះអញ្ចឹងយើងព្យាយាម follow trend វាចូល follow trend វាឥឡូវខ្ញុំគូសនៅកន្លែងនេះវិញដើម្បីស្រួលរកដែលយើងឃើញវាតម្រងវានេះចុងក្រោយនេះប្រេងតម្រងវានេះគឺប្រភេទ up trend យើងឃើញហើយតែខ្ញុំគូសកន្លែងនេះអញ្ចឹងគឺអានេះគឺបង្កើត high បានហើយវាចុះមកទៀតគឺវាឡើងទៅ high ទៀតអញ្ចឹងគឺប្រភេទ up trend យើងគូស trend line បែបនេះដូចតែខ្ញុំគូសនេះអញ្ចឹងដរាបណាវាមិនតាន់break ជាមួយនឹង trend line មួយនេះទេគឺវានៅតែបន្តឡើងរឿយបានន័យថាវានៅតែជាប្រភេទ up trend យើងអត់គួរលេងប្រច្រាស់ទេបងប្អូនចង់លេងបានប៉ុន្តែវាមានហានិភ័យអញ្ចឹងយើងលេងគឺយើងលេង follow trend ធំចេះអ
chẳng dương khơi trong ní việc buồn màu khơi nhé chẳng là pe đại màu máu rồi có pram đọc nè tí dương cho ta đo pram đọc nè tí mong đấy chẳng là pe đại pram đọc nè tí dương đừng khơi tầm rồng bài nè chẳng là pe đại cho màu pram đọc nè tí cứ dương đừng miền khơi miền đòn trend này anh ấy cứในក្នុង time frame ទូវានឹងមាន down trend តែ down trend បែបនេះគឺវាអត់ល្អនៅក្នុងការលេងទេយើងគួរតែ follow trend នៅក្នុង trend ធំបានន័យថាអានេះជា down trend នៅក្នុង up trend របស់ time frame ធំអញ្ចឹងបើសិនជាកម្លាំងទីផ្សារវិញគឺកម្លាំង time frame ធំគឺវាល្អជាងអញ្ចឹងយើងឃើញថាអានេះគឺយើងលេងក៏យើងលេងបានខ្លីដែរឃើញទេអញ្ចឹងបើសិនជាយើងឃើញបែបនេះគឺយើងរងចាំចេះយើងគូស trend line down trend នៅ time frame ទូយ៉ាងមួយមកយើងរងចាំឲ្យវា break ជាមួយនឹង trend line មួយនេះចាំយើងចូលគឺវាបានឆ្ងាយអានេះដូចគ្នានៅពេលដែលវាចេញ down trend មកយើងរងចាំវាឲ្យវាវាយជាមួយ trend line អានេះវាចុះមក retest វិញទៀតនេះអញ្ចឹង SL របស់យើងគឺមកសុវត្ថិភាពហ្មងត្រឹមនេះបើសិនជាយើងកេង SL កន្លែងនេះគឺដាច់បានន័យថាវា retest ផុតមកដល់កន្លែងនេះដាច់អញ្ចឹងយើងអាចលៃលក side ទៅតាមហ្នឹងទៅហើយពេលវាឡើង up trend វិញគឺវាឡើងទៅបានឆ្ងាយយើងឃើញឧទាហរណ៍ថាយើងចូលកន្លែងនេះយើងចូលមកដុំនេះហើយ SL របស់យើងនៅក្រោម low ចាស់នេះប៉ុណ្នេះហើយ TP របស់យើងអាចមកដល់ត្រឹមនេះអញ្ចឹង1 2អាច1 2 reverse យើង1 លើ 2 ឬក៏1 លើ 3បើយើងអត់ដល់ត្រឹមហ្នឹងទេយើងត្រឹមនេះចឹងទៅអញ្ចឹងត្រឹមហ្នឹងគឺយើងកាត់ចោលហើយយើងមិនបាច់ខ្វល់ទៀតទេអាហ្នឹងតាក់ទងជាមួយយុទ្ធសាស្ត្ររបស់យើងម្នាក់ៗទេអ្នកខ្លះគាត់យក121អ្នកខ្លះគាត់យក121កន្លះអ្នកខ្លះគាត់យក122អ្នកខ្លះគាត់យក123ទៅតាមយុទ្ធសាស្ត្ររបស់គាត់នីមួយៗអញ្ចឹងនៅពេលដែលយើងយល់ពីវាយើងអាចកណនាហើយលេងទៅតាមអ្វីដែលវាត្រូវជាមួយនឹងយើងទៅតាម style យើងរៀងខ្លួនអានេះគឺអត់មានក្បួនអត់មានច្បាប់ទេយើងអាចលេងដាក់ risk reward ប៉ុណ្ណាឲ្យតែធំជាង1គឺល្អហើយបើ risk reward ក្រោម1គឺវាអត់សូវល្អទេបានន័យថា long term គឺយើងអត់សូវទទួលបាន profit ទេអញ្ចឹងបើសិនជាបងប្អូនឆ្ងល់កន្លែងណាបងប្អូនអាចសួរបានពាក់ព័ន្ធជាមួយនឹង trend នេះសំខាន់ណាស់គឺបងប្អូនចូលមកគឺបងប្អូនត្រូវបើក time frame ធំឲ្យស្គាល់ជាមួយនឹង trend ថា up trend បែបណាdown trend បែបណា sideways បែបណាហើយផ្សារដែលយើងគួរតែបើក position គឺប្រភេទពីរនេះ down trend ក៏បាន up trend ក៏បានដែរនៅក្នុង time frame ធំបើវានៅ sideways បែបនេះគឺយើងលេងគឺរៀងគ្រោះថ្នាក់បន្តិច